អ្វីបានជាកើតមានឡើងនៅវិធីបុណ្យចូលឆ្នាំចិនការបិទពណ៌ក្រហមនិងសម្ដែងមងសាយតំណាងឲ្យអ្វីឡែកវិធីបុណ្យចូលឆ្នាំចិននៅត្រូវបានគេស្គាល់ផងដែរជាវិធីបុណ្យនិទាខែរដូវដែលត្រូវបានប្រារព្ធឡើងដើម្បីសម្គាល់នៃការចាប់ផ្ដើមនៃឆ្នាំថ្មីផ្អែកទៅលើប្រតិទិនចិនគតិចិនប្រពៃណីជាធម្មតានៅចន្លោះចុងខែមករានិងពាក់កណ្ដាលខែកុម្ភៈពិធីបុណ្យនេះត្រូវបានចាប់ផ្ដើមឡើងជាង 3000 ឆ្នាំមុននៅក្នុងប្រទេសចិនបុរាណដែលជាមធ្យោបាយដើម្បីអបអរសាទរចុងបញ្ចប់នៃរដូវរងាស្វាគមន៍នៅរដូវផ្ការីកនិងអធិដ្ឋានសម្រាប់ការប្រមូលផលល្អដោយឡែកវិធីបុណ្យចូលឆ្នាំចិននេះក៏មានរឿងព្រេងនិទានផងដែររឿងព្រេងនិទានដ៏ល្បីមួយបានរៀបរាប់អំពីសត្វចម្លែកមួយដែលមានឈ្មោះថានានតាមការបកប្រែមានន័យថាជាឆ្នាំជាភាសាចិននានរស់នៅក្នុងសមុទ្រឬភ្នំជ្រៅហើយចេញមកមួយឆ្នាំម្ដងនៅថ្ងៃចូលឆ្នាំថ្មីវានឹងវាប្រហារអ្នកភូមិបរិភោគដងណាឬសត្វពាហនៈនិងជួនកាលសំបីតែមនុស្សដែលវាមកជារៀងរាល់យប់នៅថ្ងៃចូលឆ្នាំថ្មីដើម្បីបំភ័យអ្នកភូមិថ្ងៃមួយមនុស្សក៏បានរកឃើញនៃការភ័យខ្លាចរបស់វាខ្លាចទៅលើពណ៌ក្រហមភ្លេងនិងសំឡេងខ្លាំងៗដោយរឿងព្រេងនេះហើយទៅជាមូលហេតុដល់សប្តាហ៍ថ្ងៃនេះនៅអំឡុងពេលចូលឆ្នាំចិនមនុស្សនៅតែប្រើការតុបតែងពណ៌ក្រហមមានការដុតផាវនិងអបអរសាទរយ៉ាងខ្លាំងជាមួយនឹងការសប្បាយរីករាយរីឯការសម្ដែងមួយដែលខ្មែរយើងនិយមហៅថាមងសាយតាមពិតទៅគឺជារបាំតោនឹងនេះរបាំតោនៅក្នុងវប្បធម៌ចិនគឺតំណាងឲ្យនិមិត្តរូបនៃកម្លាំងការការពារនិងសំណាងល្អនៅក្នុងអត្ថន័យដើម្បីបំភ័យវិញ្ញាណអាក្រក់ដូចជារឿងព្រេងនិទាននាននិងដើម្បីនាំនៅសំណាងល្អដើម្បីប្រទានពរដល់ផ្ទះសម្បែងនិងអាជីវកម្មសម្រាប់ការជោគជ័យរីឯរបាំនេះគឺជាតំណាងឲ្យអំណាចប្រាជ្ញានិងសំណាងល្អនៅក្នុងវប្បធម៌ចិនផងដែរអត្ថន័យគឺដើម្បីនាំនៅភាពជោគជ័យនិងថាមពលខ្លាំងសម្រាប់ឆ្នាំថ្មីដើម្បីអធិដ្ឋានសូមអាកាសធាតុល្អនិងការប្រមូលផលល្អដែលរបាំទាំងពីរនេះគឺមានសម្លេងខ្លាំងៗចម្រុះពណ៌និងពោរពេញដោយថាមពលពីព្រោះវាតំណាងឲ្យការរុញច្រានសំណាងអាក្រក់ចេញនិងស្វាគមន៍សុភមង្គលនិងសំណាងល្អសម្រាប់ឆ្នាំថ្មីសរុបមកវិធីបុណ្យចូលឆ្នាំចិនមានឡើងតាំងពី 3000 ឆ្នាំមុននៅក្នុងប្រទេសចិនបុរាណដោយឡែកគេធ្វើឡើងដើម្បីអបអរសាទរនៅចុងបញ្ចប់នៃរដូវរងាស្វាគមន៍នៅរដូវផ្ការីករីឯការតាប់តែងពណ៌ក្រហមនិងមានការដុតផាវគឺជាសញ្ញានៃការបណ្ដេញសត្វនានដែលមាននៅក្នុងព្រៃនិទានចំណែកការសម្ដែងមងសាយគឺជារបាំតោនិងនាគដែលគេធ្វើឡើងដើម្បីអបអរសាទរនិងនាំសំណាងនៃឆ្នាំថ្មី